បច្ចុប្បន្នភាពនោះមកយុវជនគាត់ចាំគេគិតគូរលគាត់ត្រូវទៀមទាអ្វីដែលជាតម្រូវការរបស់គាត់គ្រប់មែនខ្ញុំនៅលើកដដែលសំណួរទៅអ្នកណាដែលមានសិទ្ធិកាតព្វកិច្ចធំបំផុតនៅពេលដែលជាប់ឆ្នោតជាដឹកនាំរដ្ឋហើយអ្នកណាមានកាតព្វកិច្ចមានការអនុវត្តមួយនោះដែលវាខុសអំពីស្តង់ដារនៃច្បាប់បាទន័យថានៅសាលាហាមនិយាយរឿងយោបល់ហាមនិយាយរឿងសក់ទេបើថារឿងទាំងអស់ហ្នឹងមានគេអ្នកដឹកនាំអីចឹងទៅអាហ្នឹងគេថានៅក្នុងសង្គមគេបានបញ្ជ្រាបរឿងទាំងអស់ហ្នឹងនៅក្នុងប្រព័ន្ធអប់រំបាត់ហើយជារឿងដែលការអនុវត្តមួយដែលស្តង់ដារវាផ្ទុយអំពីច្បាប់ទៅលោកលោកទឹកពាល់ទៅគួរនិយាយយោបាយនៅកន្លែងណានៅបាក់យោបាយឬក៏នៅទៀមកាហ្វេមិនតែប៉ុណ្ណោះនៅក្នុងវិស័យក្រុមហ៊ុនសហគ្រាសរហូតដល់រោងចក្រជាដើមគេមានរចនាសម្ព័ន្ធហ្នឹងពីថ្នាក់ហ្នឹងរហូតគេមិនន័យថាជាទូរទស្សន៍ធំៗនៅក្នុងនេះគេចងជាសម្ព័ន្ធហ្នឹងនេះគឺជាខ្លឹមសារដែលមានចែងជាលេខអក្សរនៅក្នុងបទវិទ្យាក្នុងបទគណៈបកនេះចែងយ៉ាងហ្នឹងដើម្បីឲ្យថ្នាក់គ្រប់គ្រងបពដឹងនៃចងរចនាសម្ព័ន្ធរបស់គ្រូសក់បែបយ៉ាងទាំងអស់តែផ្ទុយទៅវិញហេតុអីដល់ការអនុវត្តនៅក្នុងសង្គមក្នុងសាលាហាមនិយាយរឿងយោបាយចែងមួយអនុវត្តផ្សេងរឿងនេះខ្ញុំគិតថាវាជារឿងដែលយើងអ្នកដឹកនាំជំនាន់នេះយើងត្រូវធ្វើសម្រួលយ៉ាងណាដើម្បីឲ្យយុវជនបានដឹងអំពីកាតព្វកិច្ចរបស់ខ្លួនតែនេះកាតព្វកិច្ចទាំងអស់នេះដែលយើងគាត់ទៅធ្វើមិនគួរតែមានការស្តង់ដារពីទេទៅផ្សេងតែអនុវត្តផ្សេងដល់ពេលដែលយុវជនយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនហ្នឹងតើភាគីពាក់ព័ន្ធគួរតែធ្វើមិនដើម្បីពួកគាត់យល់ឲ្យក្លាហានក្នុងការចូលរួមរឿងនេះសំខាន់សំណួរយើងថាឥឡូវនេះអ្នកណាដែលមានភាគីខាងណាផ្នែកណាដែលមានអំណាចពេញលេញដើម្បីធ្វើការផ្សព្វផ្សាយអប់រំផ្សព្វផ្សាយដល់យុវជនទូទាំងប្រទេសឲ្យគាត់បានដឹងមកដឹងភាគីខាងណាអ្នកដែលសំខាន់គឺអ្នកដែលកាន់អំណាចមិនได้តែក្រុមរដ្ឋាភិបាលដែលកាន់អំណាចគឺត្រូវ